រដ្ឋមន្ត្រីហិរញ្ញវត្ថុនៃប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង7ហៅកាត់ G7 បានសន្យាកាលពីថ្ងៃពុធថានឹងចាត់វិធានការចំពោះប្រទេសដែលកំពុងបន្តបង្កើនការទិញប្រេងពីរុស្ស៊ីចាប់តាំងពីការឈ្លានពានរបស់ទីក្រុងមូស្គូមកលើអ៊ុយក្រែនកាលពីជាង3ឆ្នាំមុននៅក្នុងសេចក្តីថ្លែងការណ៍បន្ទាប់ពីកិច្ចប្រជុំនិម្មិតមួយមន្ត្រីមកពីក្រុម G7 ដូចជាអង់គ្លេសកាណាដាបារាំងអាល្លឺម៉ង់អ៊ីតាលីជប៉ុននិងសហរដ្ឋអាមេរិកបានព្រមព្រៀងគ្នាថាវាដល់ពេលហើយដើម្បីបង្កើនសម្ពាធលើការនាំចេញប្រេងរបស់រុស្ស៊ីការនេះនឹងប៉ះពាល់ដល់ប្រាក់ចំណូលដែលទីក្រុងមូស្គូត្រូវការសម្រាប់សង្គ្រាមក្រុមរដ្ឋមន្ត្រីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថាយើងនឹងកំណត់គោលដៅអ្នកដែលកំពុងបន្តបង្កើនការទិញប្រេងពីរុស្ស៊ីចាប់តាំងពីការលុកលុយរបស់អ៊ុយក្រែនដែលអ្នកសម្របសម្រួលនិងអ្នកដែលសម្របសម្រួលការគេចវេះពួកគេបាននិយាយបន្ថែមថាពួកគេបានយល់ព្រមទៅលើសារៈសំខាន់នៃវិធានការពាណិជ្ជកម្មរួមទាំងពន្ធគយនិងការហាមឃាត់ការនាំចូលឬនាំចេញក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយប្រាក់ចំណូលរបស់រុស្ស៊ីបណ្ដាប្រទេសនានាក៏កំពុងផ្ដល់ការពិចារណាយ៉ាងហ្មត់ចត់ចំពោះវិធានការពាណិជ្ជកម្មនិងការរឹតបន្តឹងផ្សេងទៀតលើប្រទេសនិងអង្គភាពនានាដែលកំពុងជួយផ្ដល់ហិរញ្ញប្បទានដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រាមរបស់រុស្ស៊ីរួមទាំងផលិតផលចម្រាញ់ដែលមានប្រភពមកពីប្រេងរុស្ស៊ីសេចក្តីថ្លែងការណ៍នេះបានធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានចង្អុលបង្ហាញកាលពីខែមុនថាខ្លួនត្រៀមខ្លួនរួចជាស្រេចក្នុងការពង្រីកពន្ធដែលកំណត់គោលដៅលើអ្នកទិញប្រេងរុស្ស៊ីប្រសិនបើសហភាពអឺរ៉ុបចាត់វិធានការស្រដៀងគ្នានេះ